ឡើងស្នាមញញឹមពោពេញដោយក្តីសុខជួបតែរឿងល្អៗតែយើងឈរដល់ចំណុចមួយអ្វីដែលចង់បានគឺអារម្មណ៍ល្អធ្វើមិនដេចឲ្យយើងអារម្មណ៍ល្អពេញមួយថ្ងៃណោះនេះប្រៀបដូចយើងធ្វើដំណើរនៅតាមដងផ្លូវមួយបើសិនជាយើងមិនបានមើលគ្រប់ជ្រុងជ្រោយឬក៏មានការប្រុងប្រយ័ត្នទេយើងប្រកាសជាចាជិះខុសផ្លូវហើយវាពេញមួយថ្ងៃនេះបងប្អូនទាំងអស់គ្នាបើកក្បាលវីដេអូគឺអ្នកគ្រូត្រូវតែធ្វើអារម្មណ៍បែបម៉េចឲ្យសុបាយរីករាយខ្ញុំជួបរឿងណាម្នាក់ដែលធ្វើឲ្យខ្ញុំអត់សុបាយរីករាយខ្ញុំសូមចាត់កាត់ចេញតែម្ដងព្រោះអីវាជារឿងអវិជ្ជមានដែលធ្វើឲ្យយើងនឹងសៅហ្មងធ្វើឲ្យយើងមិនអាចបន្តដំណើរទៅរកចាការងារល្អៗបានទេអវិជ្ជមាននិយាយរឿងអវិជ្ជមាននិយាយរឿងទុកលំបាកដែលយើងប្រាប់យើងនៅពេលព្រលឹមឡើងគឺมันអាចមានលៀបជ័យទេបងប្អូនទាំងអស់គ្នាស្ដាប់ហើយដឹងតែស្ងាត់ភ្ញៀវតែម្ដងស្ដាប់គេនិយាយថាកន្លែងគេមានភ្ញៀវច្រើនណាស់កន្លែងនោះមានភ្ញៀវច្រើនណាស់ពេលដែលយើងស្ដាប់ហើយយើងប្រើអារម្មណ៍បែបហើយយើង congratulation ទៅកាន់គេពេលនោះយើងនឹងធ្វើឲ្យអតិថិជនរបស់យើងក៏មានភ្ញៀវដូចគេដែរធ្វើល្អទទួលបានផលល្អធ្វើអាក្រក់គិតអាក្រក់ទទួលបានផលអាក្រក់ដូច្នេះនៅពេលព្រលឹមឡើងគឺមានអតិថិជនរបស់អ្នកគ្រូហ្នឹងគឺគាត់អញ្ជើញមកទទួលសេវាកម្មកាត់សក់ទៅហើយគាត់ធ្លាប់តែអត់ប៉ងជាមួយអ្នកគ្រូឯតែលើកនេះគាត់ខានមកយូរហើយដូច្នេះគាត់ធ្វើការកាត់សក់ជាមួយអ្នកគ្រូដែលអ្នកគ្រូជ្រើសរើសជាមួយនឹងឈុតសាប៊ូ Delafield ជាសាប៊ូដែលរាល់សរសៃសក់ខូចជ្រុះដាច់ដោយសារលេងពណ៌ញឹកញាប់មួយនឹង hair mask ដើម្បីឲ្យសក់គាត់ទន់រលោងទៀតអ្នកគ្រូធ្វើការចាប់ផ្ដើមធ្វើការកាត់សក់ជូនគាត់ដោយមើលថាតម្រង់មុខគាត់យកបែបណាយើងពិភាក្សាជាមួយនឹងអតិថិជនថាគាត់ចង់បានបែបណាលើកនេះអតិថិជនរបស់ខ្ញុំគឺគាត់អត់ចង់យកខ្លីខ្លាំងទេគាត់យកខាងក្រោយហ្នឹងគឺបែបរៀងស្មើតម្រង់ការ៉េមិនមែនបែបការ៉េជប៉ុនទេនេះអ្នកគ្រូវាយគូត3លេខជូនគាត់ដោយសារតែឃើញតាកលៈករបស់គាត់បើសិនតែអ្នកគ្រូវាយ7លេខគឺមើលទៅវាលៀនកវាអត់សូវស្អាតទេវារៀងបាសអញ្ចឹងអ្នកគ្រូវាយកលៈគូត3លេខអញ្ចឹងកូនសិស្សទាំងអស់គ្នាចូលស្ដាប់និងចូលទស្សនាណាសារម៉ូតនេះយើងវាយកលៈប៉ុន្មានគឺដឹងហើយអញ្ចឹងមករៀនជាមួយអ្នកគ្រូមានរូបមន្តច្បាស់លាស់អតិថិជនដោយទំនុកចិត្តអតិថិជនម្នាក់ទៀតដែលគាត់ជួយមកកាត់សក់ចាលើកទី4លើកទី5ឲ្យបងប្អូនទាំងអស់គ្នាលើកនេះគាត់មកសាខាចាក់ហែក្រមដែលគាត់ជិះពីបកតំបន់ទៅរក Belly Salon ឃើញគាត់ថា Belly Salon ហ្នឹងគឺដាក់អក្សរទូចពេកជាអក្សរអង់គ្លេសអញ្ចឹងហើយអត់ដូចនៅ Belly Salon សាខាអូអាស័យទេបងប្អូនទាំងអស់គ្នាដឹងអត់ថាសាខាចាក់ហែក្រមនេះយើងរៀបចំបែប classic បែបលៀតៗអត់ញ៉ៃញ៉ៃច្រើនទេបងប្អូនទាំងអស់គ្នាមើលទៅរៀងសាមញ្ញតែពេលដែលយើងថតវីដេអូឬក៏ថតរូបមើលទៅវាមានគុណភាពអញ្ចឹងណាទៅអ្នកគ្រូដេកបែបនេះបងប្អូនចង់ដេកហាងបងប្អូនអាចតំណែងមកបងប្អូនអ្នកគ្រូដែលគាត់បកកាយគូប្លង់មែនតើហើយគាត់មានជំនាញនឹងបទពិសោធន៍ប្រហែលជា8ឆ្នាំហើយបងប្អូនទាំងអស់គ្នាដូច្នេះជាមួយនឹងការគូប្លង់មិនថាផ្នែក salon មិនថាផ្នែកចាកាហ្វេនិយាយទៅ everything ដែលបងប្អូនចង់គូប្លង់បងប្អូនអាចតំណែងមកខាងបងប្អូនប្រុសរបស់ខ្ញុំបានជាបងប្រុសបកកើតទេបងប្អូនចាអញ្ចឹងអាចដេកអីហ្នឹងបងប្អូនអាចឆាតមកខ្ញុំនឹងឲ្យលេខរបស់គាត់អាចតំណែងបានជួយសបផ្សាយបងប្អូនទៅគីឡូគាត់បានប្រពន្ធនឹងគេណាបងប្អូនទាំងអស់គ្នាព្រោះអីបងប្រុសរបស់អ្នកគ្រូហ្នឹងគឺគាត់នៅកន្លោះចេះទេបងប្អូនចាអញ្ចឹងបើសិនបងប្អូនចង់ support អីហ្នឹងបងប្អូនចាអាចតំណែងមកអ្នកគ្រូបានអ្នកគ្រូនឹងឲ្យលេខគាត់ទៅណាខាងដេកប្លង់ខ្ញុំនិយាយមួយកូនត្រេននេះវិញបងប្អូនទាំងអស់គ្នាឆ្លាញ់អ្នកគ្រូខ្លាំងណាស់ថាអ្នកគ្រូគឺជា idol របស់គាត់ហើយលើកនេះគាត់សុំម៉ាក់គាត់ហ្នឹងមកកាត់សក់ជាមួយអ្នកគ្រូហើយអត់កំងច្រើនទេគាត់ចង់បានប្រភេទរៀងវែងណាបងប្អូនទាំងអស់គ្នាហើយអ្នកគ្រូក៏ដឹងចិត្តដែរថាក្មេងៗគឺតម្រង់មុខបែបរៀងចិនបែបនេះតើយើងកាត់បែបណាអ្នកគ្រូបែបកាត់បែបរៀងចា layer ជូនគាត់ដែលលក្ខណៈថាមានតែមីបបាំងមួយធៀមរបស់គាត់មើលខាងមុខហើយនិងខាងក្រោយគឺស្អាតមែនតើបងប្អូនទាំងអស់គ្នាបើសិនតែយើងមករួចតិចទៀតសមហ្មងអតិថិជនម្នាក់ទៀតដែលគាត់អញ្ជើញមកពីសហរដ្ឋអាមេរិកដែលគាត់អញ្ជើញមកលើកទី4ហើយដែលលើកទី1គឺបញ្ហាសក់របស់គាត់គឺតិចខ្លាំងមែនតើដោយសារគាត់អាសាកក់តក្តៅបងប្អូនទាំងអស់គ្នាព្យាបាលជាមួយនឹងអ៊ុតប៉ោងលើកទី1លើកទី2លើកទី3លើកនេះគឺជាលើកទី4ហើយបងប្អូនទាំងអស់គ្នាឲ្យតែគាត់អញ្ជើញមកស្រុកខ្មែរគឺគាត់តែងមកទទួលសេវាកម្មនៅ Belly Salon ចាយលុយនិយាយទៅគឺមិនស្ដាយតែម្ដងហើយនេះបងប្អូនមកស្ដាប់ feedback មួយគាត់ថាគាត់ពេញចិត្តខ្លាំងមែនតើទី4ហើយទី4ហើយឃើញថាសរសៃសក់នៅពេលដែលមកអ៊ុតនៅហ្នឹងមិនដែរពេញចិត្តស្នូលហើយច្រើនជាងមុនអរគុណ Belly Salon មាន2សាខាសាខាទី1ស្ថិតនៅលើផ្លូវ139ផ្លូវការរំទឹករំទល់មុខពេទ្យសុក្រិតសាខាទី2នៅជិតវត្តចាងរែក្រោមទល់មុខសាលា IFPP តំណងតាមលេខទូរស័ព្ទ092 43 43 49ស្អាតនិងភាពជឿជាក់ complete Belly Salon ទាំង2សាខា